អ្នកដឹងទេកាលពី1400ឆ្នាំមុនមេដឹកនាំគូរ៉ូឆ្នៅទីក្រុងម៉ាកាធ្លាប់យកមាសប្រាក់ជាច្រើននិងអំណាចមកសោកប៉ាន់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំដើម្បីឲ្យលោកបញ្ចប់ការផ្សព្វផ្សាយសាសនាអ៊ីស្លាមបន្ទាប់ពីបរិះខ្លាំងៗដូចជាហាំហ្សានិងអ៊ូម៉ារកុនខតបបានចូលសាសនាអ៊ីស្លាមពួកមេដឹកនាំគូរ៉ូចាប់ផ្ដើមអង្គុយលេងសក់ពួកគេដឹងថាអ៊ីស្លាមលែងទន់ជ្រាយទៀតហើយពេលនោះឧតបាកូនរ៉ូពីអាចជាអ្នកការទូតសម្ដីផ្អែមនិងឆ្លាតវៃបំផុតបានស្ម័គ្រចិត្តទៅជួបព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំក្នុងគោលបំណងប្រើល្បិចផ្ដុលនុយឬក៏សោកប៉ាន់ដើម្បីបញ្ចប់បញ្ហាដើម្បីបញ្ចប់ឥទ្ធិពលអ៊ីស្លាមឧតបាកូរ៉ូពីបានដើរទៅរកព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំរួចនិយាយលងលោមយ៉ាងស្រទន់ថាក្មួយប្រុសអើយអ្នកជាមនុស្សថ្លៃថ្នូរណាស់កុំធ្វើឲ្យយើងបែកបាក់គ្នាអីប្រាប់ខ្ញុំមកបើអ្នកចង់បានមាសប្រាក់យើងនឹងប្រមូលឲ្យអ្នកខ្លាយជាសេដ្ឋីបើអ្នកចង់បានអំណាចយើងនឹងផ្ដល់ឲ្យអ្នកទាំងអស់បើអ្នកចង់រៀបការយើងនឹងរកស្ត្រីដ៏ស្អាតបំផុតឲ្យអ្នកឬបើថ្ងៃណាមួយអ្នកមានជំងឺយើងនឹងចំណាយមាសប្រាក់ជួលគ្រូពេទ្យផ្ដាច់មុខមកព្យាបាលអ្នកព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំស្ដាប់ដោយភាពស្ងៀមស្ងាត់បំផុតរួចក៏លោកសួរទៅវិញដោយសំឡេងដ៏មានឥទ្ធិពលថាតើលោកនិយាយចប់ហើយឬនៅពេលដែលឧតបាងក់ក្បាលព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំក៏ចាប់ផ្ដើមសូត្រគម្ពីរអល់កុរអានក្នុងសូរ៉ាហ្វូស៊ីឡាត់ពីអាយ៉ាត់ទី1រហូតដល់អាយ៉ាត់ទី5 تنزيل من الرحمن الرحيم كتاب فصلت آياته قرآنا عربيا لقوم يعلمون بشيرا ونذيرا فأعرض أكثرهم فهم لا يسمعون وقالوا قلوبنا في أكنة مما تدعونا إليه وفي آذاننا وقر ومن بيننا وبينك حجاب فاعمل إننا عاملون សំឡេងដ៏ពីរោះនិងមានឥទ្ធិពលបានធ្វើឲ្យឧតបាភាំងស្មារតីហាក់ដូចជាត្រូវសណ្ដំអ្វីម្យ៉ាងត្របាក់យកវិញ្ញាណរបស់គេប៉ុន្តែអ្វីដែលរន្ធត់បំផុតនោះគឺនៅពេលដែលព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំសូត្រដល់វគ្គខណ្ឌទី13ក្នុងសូរ៉ាហ្វូស៊ីឡាត់ فإن أعرضوا فقل أنذرتكم صاعقة مثل صاعقة عاد وثمود ឧតបាក៏ភ័យស្លន់ស្លោស្លេកស្លាំងយ៉ាងខ្លាំងរហូតដល់ស្ទុះទៅខ្ទប់មាត់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំទាំងដៃញាស់ទៅត្រើតរួចក៏អង្វរព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំថាជប់សូត្រទៅខ្ញុំសូមអង្វរកុំសូត្របន្តទៀតអីឧតបាមានអារម្មណ៍ភ័យខ្លាចនិងញ័រយ៉ាងខ្លាំងនៅពេលដែលដើរត្រឡប់ទៅរកពួកកូរ៉ូវិញមុខរបស់គេស្លេកស្លាំងខុសពីធម្មតាហើយគេក៏បានប្រកាសប្រាប់គ្រប់គ្នាថាអ្នករាល់គ្នាអើយសម្ដីមូហាម៉ាត់មិនមែនជាកំណាព្យហើយក៏មិនមែនជាសម្ដីមនុស្សលោកដែរវាគឺជាអ្វីម្យ៉ាងដែលអស្ចារ្យនិងមានឥទ្ធិពលបំផុតចូលជឿខ្ញុំទៅទុកឲ្យគេធ្វើការរបស់គេចោះព្រោះថ្ងៃក្រោយគេនឹងមានឈ្មោះបោះសម្លេងដ៏រំភើបពេញពិភពលោកទោះបីជាមិត្តភក្តិគូរ៉ូរបស់គេសើចចំអកថាគេត្រូវសណ្ដំក៏ឧតបាមិនខ្វល់ដែរព្រោះគេបានឃើញយ៉ាងច្បាស់ថាសច្ចធម៌គឺមិនអាចទិញបានដោយមាសប្រាក់ឡើយ